សួស្តីពុកម៉ែបងប្អូនអរគ្នាឥឡូវយើងចេញដំណើរតាមផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុអញ្ចឹងយើងទៅលេងខេត្តព្រះសីហនុទាំងអស់គ្នាបងប្អូនទស្សនាវីដេអូរូបភាពខ្លះៗនៅតាមផ្លូវនេះយើងជិះទៅបងប្អូនស្អាតទេសភាពល្អមែនទែនដោយការពីមុនខ្ញុំចូលចិត្តកាន់កាមេរ៉ា vlog បែបនេះឥឡូវកាមេរ៉ាលេងធ្វើការជា vlog ទេបងប្អូនកាមេរ៉ា vlog ជាកាមេរ៉ាផ្សេងកាមេរ៉ានេះជាកាមេរ៉ា professional ថតរូបភាពថតឲ្យផ្សេងចែកជូនបងប្អូនអរគ្នាយើងជប់ប្រើកាមេរ៉ានឹងទៀតហើយព្រោះធ្ងន់មែនទែនធ្ងន់ខ្លាំងឥឡូវយើងទៅមើលទេសភាពទាំងអស់គ្នាយើងថតតាមផ្លូវរូបស្លឹកខ្លះណាចែកជូនដល់បងប្អូនអរគ្នាអូខេឥឡូវយើងមកដល់ហើយកណ្ដាលម៉ែកូនខ្ញុំអេងើបឡើងក្នុងកាម៉ានេះខាងនេះគេរំខានឡើងងើបពីគេងហើយញ៉ាសាច់មើលទេសភាពបងប្អូនពេលនេះដំណើរកំសាន្តរបស់យើងបានមកដល់ទីក្រុងព្រះសីហនុបងប្អូនមកដល់កន្លែងនេះយើងញ៉ាំអាហារថ្ងៃត្រង់អត់បានទៅញ៉ាំទៅមាត់សមុទ្រទេយើងចូលក្នុងហាងញ៉ាំជុំជុំគ្នានៅក្នុងគ្រួសាររបស់យើងណាយើងដាក់ម្ហូបមកប៉ុន្តែម្ហូបឆ្ងាញ់បងប្អូនប៉ុន្តែជាប់រវល់ចាប់កូនពេកអត់បានញ៉ាំទេនេះពេលមានកូនទូចគឺអញ្ចឹងបងប្អូនកូនធំអត់ស្អីទេកូនទូចគឺលំបាកចឹងហើយអត់បានញ៉ាំទេត្រូវចាប់រហូតចាប់មិនឈ្នះទេចាប់មិនបានតែម្ដងចុងក្រោយគឺមានអីអង្គុយលេងនៅខាងក្រោមបានអង្គុយបានហើយមកដល់ក្នុងឡានដូចគ្នាបងប្អូនគឺក្រឡុកតែម្ដងនឹកថាខៃលោពូឡានឬក៏បាក់ចិត្តអីចឹងអត់ស្រួលខ្លួនអីចឹងណាប៉ុន្តែអត់មែនទេបងប្អូនកោយើងឲ្យយើងចង់ពូលតែម្ដងសบายរហូតជីវិតគេហើយយើងនេះអ្នកចាប់ដល់កោហើយចាប់ឡើងពុលហើយយើងមើលទេសភាពនៅតាមផ្លូវយើងទៅឆ្នេរសមុទ្រទៅព្រែកត្រែងដែលយើងធ្លាប់ទៅណាអានេះយើងជិះដំណើរចេញទៅអញ្ចឹងចាំជួបគ្នានៅវីដេអូមួយទៀតខ្ញុំនឹងចែកជូនបងប្អូនវីដេអូបន្ទាប់យើងនឹងជួបគ្នានៅព្រែកត្រែងទាំងអស់គ្នាបងប្អូនខ្សែខ្សាច់ស្អាតស